សូជីនតាមានបញ្ហាអ្វីមែនទេសួរនាងទៅនាងត្រូវសូជីនបដិសេធហើយតែនៅតែចង់ចូលរួមកម្មវិធីនេះទៀតលោកវិជ្ជបណ្ឌិតជីនសូជុនគឺជាដៃគូថ្មីរបស់ក្រុមហ៊ុន Vision គ្រប់លោកនាយកយុនសេយុនបានជ្រើសរើសគាត់ដោយផ្ទាល់ទោះមានរឿងអ្វីក៏ដោយការដែលអ្នកធ្វើបែបនេះគឺវាហួសហេតុពេកហើយមើលចុះថានរណាខ្លះនៅទីនេះមានតែអ្នកតំណាងអាជីវកម្មបុគ្គលសំខាន់និងអ្នកមានអំណាចដែលធ្វើឲ្យទីក្រុងនេះដំណើរការប៉ុណ្ណោះប៉ុន្តែនាងឈប់រៀនពាក់កណ្ដាលទីហើយទៅអាហ្វ្រិកធ្វើជាមេដោះតែនាងគិតថាវាជាការងារមែនទេខ្ញុំបានដំណើរការអង្គការសប្បុរសធម៌អូឥឡូវគេហៅអ្នកអត់ការងារធ្វើបែបហ្នឹងមែនទេមានតែភាពក្រអឺតក្រទមតើអាចធ្វើការងារបានត្រឹមត្រូវទេអ្នកទាំងអស់គ្នាឃើញទេដោយសារតែកូនប្រុសខ្ញុំជោគជ័យទើបនាងតាមទាមទារបែបនេះនាងតាមទាមទារព្រោះតែលុយសោះបើចង់មកទីនេះគួរតែមានសញ្ញាបត្រសិនទៅគឺទេនេះជាការពិតកូនប្រុសខ្ញុំគឺជាដៃគូថ្មីរបស់ក្រុមហ៊ុន Vision គ្រប់ចុះនាងជាស្អីមីស្រីសុំទានឈប់យកសពហើយចេញទៅ